មិត្តភក្តិទាំងឡាយមកលេងវ៉ានូអាទូយូរហើយទើបតែរកឃើញកោះស្ងាត់ដែលមានធនធានល្អបែបនេះជាលើកដំបូងកោះនេះមិនត្រឹមតែមានបង្កងច្រើនទេសូម្បីតែខ្យងសមុទ្រធំក៏មានជាហ្វុងដែរគ្រាន់តែចាប់មួយផ្លែតក៏បានពេញដៃថយចុះច្រើនណាស់នៅតាមឆ្នេរកោះក៏មានឆ្លើងសមុទ្រពីពេញចង់ចាប់ឲ្យពេញធុងគឺងាយស្រួលបំផុតអូព្រះម្ចាស់អន្ទង់សមុទ្ររបស់ខ្ញុំរត់លឿនម្លេះតោះមិត្តសូមស្វាគមន៍មកកាន់ការរុករកវ៉ានូអាទូភាគទី4ថ្ងៃនេះកោះស្ងាត់ដែលខ្ញុំនឹងទៅរុករកមានទីតាំងនៅប្រទេសវ៉ានូអាទូមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងកោះនេះមានឈ្មោះថាឡាវេងកាអង្កត់ផ្ចិតកោះប្រហែល800ម៉ែត្រនិយាយទៅគឺគាត់បានត្រឡប់ទៅវិញហើយមែនហើយដោយសារមានធុរៈនៅផ្ទះទើបត្រូវត្រឡប់ទៅមុនដូច្នេះថ្ងៃនេះនៅលើកោះស្ងាត់មានតែខ្ញុំម្នាក់ឯងទេលីហើយកាំភ្លើងបាញ់ត្រីដែលខ្ញុំកាន់នេះគឺស៊ូស៊ីទុកឲ្យខ្ញុំប្រើឯកាំភ្លើងដែលខូចរបស់ខ្ញុំត្រូវបានស៊ូស៊ីយកត្រឡប់ទៅទីក្រុងដើម្បីជួសជុលហើយឥឡូវយើងទៅញ៉ាំអាហារពេលព្រឹកសិនរួចចាំឡើងកោះអាហារពេលព្រឹកមកដល់ហើយអរគុណនេះជានំប៉័ងនេះជានំគីនិយាយពីរសជាតិគឺមិនបាច់និយាយទេគ្រាន់តែអាចចំអែតក្រពះបានបន្ទាប់ពីអាហារពេលព្រឹករួចយើងរងចាំជាង2ម៉ោងទៀតទើបទីបំផុតបានចាប់ផ្ដើមចេញដំណើរលើកនេះប្រធានទូកក្រៅពីយកជំនួយការប្រុស2នាក់មកមិននឹកស្មានថាគាត់យកស្រី2នាក់មកទៀតត្រង់នេះខ្ញុំអត់យល់ទេព្រោះខ្ញុំមិនត្រូវការមនុស្សច្រើនជួយទេដល់ហើយជ្រើសរើសឆ្នេរខ្សាច់មួយនេះចុះមើលទៅមិនអីទេចុះអូយអូថ្ងៃនេះឡើងកោះខ្ញុំបានយកឫស្សីមួយដើមមកជាមួយឫស្សីនេះមិនមែនសម្រាប់តាំងលម្អទេព្រោះអាហារពេលល្ងាចខ្ញុំនឹងយកវាធ្វើជាអាហារសមុទ្រដុតបំពង់ឫស្សីដើមឈើនៅទីនេះធំណាស់ដូចនៅក្នុងព្រៃអញ្ចឹងតាសងវ៉ាវទីនោះជារនក្តាមរននេះធំរអត់មើលតែកណ្ដាប់ដៃខ្ញុំទៅដឹងហើយមិនដឹងថាក្តាមអ្វីទេនៅទីនេះមានផ្សិតត្រចៀកកណ្ដុរច្រើនណាស់នេះប្រហែលជាអាចញ៉ាំបានហើយមិនខ្វល់ទេមូសច្រើនណាស់ព្រះអើយតាមទម្លាប់យើងបង្ហោះដ្រូនមើលថាកោះស្ងាត់នេះស្អាតឬអត់ម៉ាក់ដឹងថាភ្ញាក់ឡើងម៉ាក់ដឹងថាភ្ញាក់ឡើងអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺជាពេលទឹកស្រកល្មមដូច្នេះយើងទៅដើររកមើលតាមឆ្នេរសមុទ្រសិនហើយម្ចាស់ផ្ទះប្រាប់ថានៅទីនោះមានមឹកយីហឺខ្ញុំក៏បានយកដៃតូចមួយមកតាមតោះចេញដំណើរខាងមុខខ្ញុំស្មានតែជាសម្រាមមិននឹកស្មានថាជាស្នូកអណ្ដើកសមុទ្រសោះអណ្ដើកសមុទ្រនេះធំគួរសំដែរប៉ុន្តែសាច់ត្រូវបានគេបេះអស់ហើយមិនអីទេធនធាននៅតាមឆ្នេរល្អយ៉ាងនេះមានឆ្លើងសមុទ្រច្រើនណាស់ព្រះម្ចាស់អើយប៉ុន្តែប្រភេទនេះជាឆ្លើងសមុទ្របន្លាពណ៌បៃតងមិនឆ្ងាញ់ទេទុកវាចោលចុះនៅទីនេះឃើញខ្យងខ្មៅមួយវ៉ាវសម្បកខ្យងនេះស្អាតណាស់ប៉ុន្តែខ្យងប្រភេទនេះខ្ញុំគិតថាមិនសូវឆ្ងាញ់ទេដូច្នេះមិនយកទេអូអន្ទង់សមុទ្ររបស់ខ្ញុំព្រះម្ចាស់អើយរត់លឿនម្លេះពេលថ្ងៃភារកិច្ចរបស់ខ្ញុំគឺរកមឹកយីហឺប៉ុន្តែនៅមិនទាន់រកឃើញនៅឡើយទេមួយនេះមិនមែនជាអន្ទង់សមុទ្រទេគ្មានអ្វីសោះនៅទីនេះផ្កាយសមុទ្រក៏មានច្រើនដែរមួយមានរូបរាងខុសគ្នាផ្កាយសមុទ្រនេះមើលទៅដូចតារាធំតូចខ្ញុំដាក់វាចូលគ្នាឲ្យអ្នកមើលដើមមួយជុំធំហើយតែមិនឃើញមឹកយីហឺសោះឥឡូវទឹកចូលហើយយើងត្រឡប់ទៅវិញល្អជាងចាំរកមើលតាមវិធីផ្សេងវ៉ាវខាងមុខខ្ញុំស្មានតែជាសត្វស្លាបប្រជៀវសមុទ្រមួយហ្វូងអ្នកទាំងអស់គ្នាឥឡូវខ្ញុំរៀបចំចុះទឹកដើម្បីចាប់មឹកយីហឺពេលនោះនៅតំបន់នេះគឺគ្មានទេប្រធានទូកប្រាប់ថានៅតំបន់មួយទៀតត្រូវជិះទូកទៅទើបមានដូច្នេះយើងជិះទូកទៅចុះហើយពេលថ្ងៃគោលដៅរបស់ខ្ញុំគឺមឹកយីហឺដូច្នេះកាំភ្លើងបាញ់ត្រីនេះខ្ញុំដាក់តែកៅស៊ូមួយខ្សែទេហើយដើម្បីបង្កើនឱកាសក្នុងការស្វែងរកប្រធានទូកបានរៀបចំបន្ថែមបុគ្គលិកម្នាក់ទៀតជាយុវជនក្នុងស្រុកដើម្បីជួយរកប្រធានទូកហៅម្នាក់មកកំដរខ្ញុំ
មុនពេលចុះទឹកប្រធានទូកបានប្រាប់ថាមឹកយីហឺចូលចិត្តនៅកន្លែងរាក់ដូច្នេះខ្ញុំក៏ស្វែងរកនៅតាមថ្មប៉ព្រះទឹកប៉ុន្តែកន្លះម៉ោងកន្លងផុតទៅនៅតែមិនឃើញស្រមោលមឹកយីហឺសោះដូច្នេះខ្ញុំក៏បដូរទៅកន្លែងជ្រៅបន្តិចដើម្បីរកបន្តប៉ុន្តែពេលខ្ញុំមុជចុះដល់ជម្រៅប្រហែល6ម៉ែត្ររាងកាយខ្ញុំមានបញ្ហាអូយឈឺក្បាលណាស់ព្រះអើយថ្ងៃនេះមិនដឹងថាម៉េចទេឈឺត្រង់នេះណាស់មួយចុះ6 7ម៉ែត្រអូយឈឺខ្លាំងណាស់ព្រះម្ចាស់អើយហើយមឹកយីហឺនៅកន្លែងរាក់ក៏គ្មានទៀតថ្ងៃនេះប្រហែលជាត្រូវត្រឡប់ទៅដៃទេហើយមែនទេទំនងជាជំងឺផ្ដាសាយប៉ុន្មានថ្ងៃមុនមិនទាន់ជាសះស្បើយបណ្ដាលឲ្យរលាកត្រចៀកអ្នកមួយទឹកដូចពួកយើងគឺខ្លាចបំផុតរឿងនេះគឺមួយចុះមិនរួចតែម្ដងអ្នកទាំងអស់គ្នាបាននិយាយទៅប្រកាសជាមិនជឿទេយើងបានបើកទូកត្រឡប់មកវិញហើយខ្ញុំមិនអស់ចិត្តក៏ដើរតាមមាត់សមុទ្រនេះលេងស្រាប់តែឃើញខាងក្រោមមានខ្យងពីងជាច្រើនវ៉ាវសប្បាយចិត្តណាស់យប់នេះអាហារសមុទ្រដុតបំពង់រុស្ស៊ីមានសង្ឃឹមហើយអូឃើញខ្សងពីងច្រើនយ៉ាងនេះប៉ុន្តែសុទ្ធតែនៅជម្រៅប្រហែល6ម៉ែត្រដូច្នេះខ្ញុំចុះទៅម្ដងនេះគឺមិនអាចយកបានទេម៉ែឲ្យខ្យងពីងនេះនៅជម្រៅ15ម៉ែត្រខ្ញុំឈឺក្បាលនៅទីនេះខ្ញុំព្យាយាមម្ដងទៀតប៉ុន្តែលើកនេះជើងខ្ញុំមិនកម្រើកទេពឹងផ្អែកលើរាងកាយឲ្យលិចចុះយឺតពេលដល់បាតទោះបីជានៅតែឈឺប៉ុន្តែយ៉ាងហោចណាស់ក៏នៅក្នុងកម្រិតដែលខ្ញុំអាចទទួលយកបានខ្យងពីងព្រះឲ្យអុកខ្ញុំចុះយឺតណាស់មិត្តខ្ញុំត្រូវត្រឡប់ទៅយកស្បៃយួរមួយសិនព្រោះពីពិបាកកាន់ណាស់អុកត្រឡប់ទៅយកស្បៃយួរមានរឿងអីបានជាហៅខ្ញុំប្រញាប់ម្លេះស្បៃយួរណែណាស្បៃយួរប្រធានទូកមកឆាប់យកស្បៃយួរមកឲ្យខ្ញុំសំខាន់គឺខ្ញុំជឿក្បាលនេះឯងវាតែងតែស្ទះធ្វើឲ្យពិបាកត្រង់ណាស់បន្តបើកទ្វារបន្ទាប់មកខ្ញុំនៅតែប្រើវិធីមុជទឹកដដែលទោះបីជាយឺតប៉ុន្តែយ៉ាងហោចណាស់ក៏អាចរើសបានខ្យងពីងដែលខ្ញុំចង់បាន3ទៀតហើយច្រើនណាស់ថ្ងៃនេះមានមនុស្សច្រើនដូច្នេះយើងចាប់យកច្រើនបន្តិចអូអ្នកទាំងអស់គ្នាកុំតន់និយាយខ្យងពីងនៅទីនេះគឺជាកន្លែងដែលមានច្រើនជាងគេបំផុតដែលខ្ញុំធ្លាប់ឃើញប៉ុន្តែគោលដៅក្នុងចិត្តខ្ញុំគឺ8គ្រាប់ដូច្នេះខ្ញុំរើស3គ្រាប់ទៀតនិងបញ្ឈប់វ៉ាវនៅឃើញប៉ុន្មានគ្រាប់ទៀតមិនអីទេយកតែល្មមញ៉ាំបានហើយវ៉ាវពេញមួយស្បែកតែម្ដងហាតើមានអ្វីកើតឡើងសរុបទទួលបានខ្យងពីង8គ្រាប់ខ្យងពីងមួយនេះប្រហែលជាមានទម្ងន់2ទៅ3គីឡូអ្នកទាំងអស់គ្នាថ្ងៃនេះហៅថាការតស៊ូគឺមានតម្លៃបើសិនជាខ្ញុំបោះបង់ពីដំបូងនោះថ្ងៃនេះច្បាស់ជាត្រឡប់ទៅដៃទេទៀតហើយអូខេអ្នកទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមធ្វើបាយបំពង់រុស្ស៊ីខ្យងពីងនៅទីនេះម្ចាស់ផ្ទះកាត់រុស្ស៊ីជាកង់រួចនៅចន្លោះកង់នីមួយគាត់កាត់ជាមាត់តូចមួយបន្ទាប់មកយកខ្យងពីងដែលប្រឡាក់រួចញ៉ាត់ចូលរួចយកស្លឹកឈើមកបិទមាត់វាឲ្យជិតចុងក្រោយទើបយកទៅដាក់ក្បែរភ្លើងអាំងយឺតឆ្អិនហើយអ្នកទាំងអស់គ្នាតោះញ៉ាំវ៉ាវធ្វើបែបនេះមានអារម្មណ៍ថាអស្ចារ្យណាស់ពណ៌នេះមើលទៅដូចជាសាច់ជ្រូកខ្វៃអូយរៀងស្វិតបន្តិចមួយនេះឆ្ងាញ់ជាងអាំងទៅទៀតអាចភ្លក្សរសជាតិក្រអូបប្រហើររបស់រុស្ស៊ីពិតជាអស្ចារ្យណាស់លើកក្រោយបើមានអាហារសមុទ្រផ្សេងទៀតខ្ញុំក៏នឹងធ្វើបែបនេះដែរអ្នកទាំងអស់គ្នាញ៉ាំរួចហើយខ្ញុំត្រូវទៅចាប់បង្កងទៀតដូច្នេះតាមដានទស្សនាបន្តទៀតពេលអ្នកគ្រប់គ្នាញ៉ាំរួចយើងក៏ចេញដំណើរភ្លាមម៉ោងពេលយប់នេះគឺប្រធានទូកជាអ្នកជ្រើសរើសទេសសមុទ្រពិតជាស្ងប់ស្ងាត់ល្អណាស់ប៉ុន្តែមិនដឹងថាបង្កងមានច្រើនឬអត់ទេឥឡូវនេះមិត្តភក្តិយើងទាំងអស់គ្នានៅលើទូកតាមពីក្រោយយើងព្រោះអីដឹងទេព្រោះនៅលើកោះមានមូសច្រើនណាស់ហាទុកឲ្យគេមកលេងចុះចាប់ផ្ដើមអ្នកទាំងអស់គ្នា
មិត្តភ័ក្តិរបស់យើងមិនបានចុះទៅទេព្រោះគាត់ភ្លេចយកពេលមកហាហាហាមែនហើយប្រធានទូកយប់នេះបំរុងឲ្យបងប្រុសលែងយ៉ៃនេះកំដរខ្ញុំប៉ុន្តែមិនបានយកពេលមកក៏គ្មានវិធីដែរបានត្រឹមតែពឹងលើខ្លួនឯងដើររកយឺតហើយប៉ុន្តែអ្នកកុំទាន់និយាយអីធនធាននៅទីនេះពិតជាល្អមែនខ្ញុំរកមិនទាន់បានប៉ុន្មានផងក៏បានឃើញគោលដៅទី1សម្រាប់យប់នេះបង្កងស្បែកជើងទំហំក៏ធំគួរសមដែរប៉ុន្តែប្រហែលមកពីខ្ញុំខានចាប់ដោយដៃទេយូរហើយមានអារម្មណ៍ថាយឺតជាងវាបន្តិចកន្លះវិនាទីសូម្បីតែបង្កងស្បែកជើងដែលងាយចាប់បំផុតក៏អាចរត់រួចដែរខ្ញុំពិតជាអស់ពាក្យនិយាយមែនអូយរបស់ងាយសោះដល់ថ្នាក់ត្រូវប្រើកាំភ្លើងបាញ់ត្រីបំរុងចាប់ដោយដៃហើយតែខុសបច្ចេកទេសមកញ៉ាំអ្វីអីបង្កងស្បែកជើងមែនហើយខ្ញុំស្ដាប់មិនខុសទេពេលយប់ក្រោមទឹកក៏មានសំឡេងផ្សេងដែរប៉ុន្តែគ្រាន់តែមិនដឹងថាជាសត្វសមុទ្រអ្វីបញ្ចេញសំឡេងមកប៉ុន្តែស្ដាប់យូរទៅក៏សាំហើយអូខេទីនេះរកឃើញបង្កងយៈទី1សម្រាប់យប់នេះពីភាគមុនធ្លាប់ណែនាំរួចហើយឈ្មោះថាបង្កងរោមចាប់បានហើយបង្កងយៈទី1ព្រះម្ចាស់អើយកន្លែងរាក់បែបនេះធនធានពិតជាល្អមែនចាប់បានហើយបង្កងនេះពិតជាធំណាស់វ៉ាវជួយបំភ្លឺផ្លូវឲ្យបន្តិចមកដោយសារបង្កងនេះបាញ់ដោយកាំភ្លើងត្រីដូច្នេះរៀងពិបាកមុខកាំភ្លើងបន្តិចយកចេញមកមុនពេលចុះទឹកខ្ញុំស្មានតែកន្លែងដែលស្ងប់ស្ងាត់នេះប្រហែលជាមានត្រីច្រើនមិននឹកស្មានថាបែរជាមានបង្កងច្រើនទៅវិញចេញមកមួយហើយមួយទៀតចាប់បានបង្កងរោមមួយទៀតហើយអូមួយទៀតហើយធំព្រះម្ចាស់អើយថ្ងៃនេះសមុទ្រស្ងប់ស្ងាត់ល្អហើយនៅកន្លែងរាក់ទៀតហែហេអុកចាប់បានហើយមួយទៀតធំវ៉ាវមួយនេះធំណាស់វ៉ាវនៅរស់នៅឡើយទេពេលឯងមកចុះតើនៅជាក្បាលទៀតទេអត់ទេព្រោះមិនលើសពី2ម៉ែត្រទេកន្លែងរាក់បែបនេះមានបង្កងធំនឹងបង្កងស្បែកជើងមែនទេត្រូវហើយនៅទីនេះខ្ញុំបានឃើញបង្កងមួយទៀតប៉ុន្តែនេះមិនមែនជាចំណុចសំខាន់ទេចំណុចសំខាន់គឺខ្ញុំអណ្តែតលើផ្ទៃទឹកសម្លឹងឃើញប្រហែលជាបង្កងនៅជម្រៅទឹកមិនដល់1ម៉ែត្រទេជាពិសេសពុកមាត់ពណ៌របស់វាទាំងពីរត្រូវខ្ញុំមើលឃើញពីចម្ងាយតែម្ដងមិននឹកស្មានថាបង្កងនៅទីនេះមានច្រើនម្លេះទេអូចាប់បានមួយទៀតហើយបន្តទៀតយប់នេះក្រៅពីបង្កងច្រើននៅមានខ្យងធំនេះក៏ច្រើនណាស់ដែរបើប្រើពាក្យប៉ុន្មានម៉ាត់ដើម្បីរៀបរាប់គួរតែនិយាយថាមាននៅគ្រប់ទីកន្លែងយប់នេះមិនចង់ញ៉ាំខ្យងទេដូច្នេះមិនបាច់រកទេតំបន់សមុទ្រនេះពិតជាចម្លែកមែនខ្ញុំមិនឃើញត្រីសេកសំបីតែមួយតាមពិតយប់នេះខ្ញុំចង់បាញ់ត្រីនេះយកទៅវិញទេប៉ុន្តែអ្វីដែលឃើញនៅតែជាបង្កងវ៉ាវមួយទៀតហើយសប្បាយចិត្តណាស់ដូចជាមានបង្កងមួយទៀតមែនទេត្រូវហើយនៅទីនេះសុទ្ធតែជាបង្កងវ៉ាវមួយនេះក៏ធំដែរអូយច្រើនណាស់អ្នកទាំងអស់គ្នានៅទីនេះខ្ញុំត្រូវបានអណ្ដើកសមុទ្រនេះធ្វើឲ្យភ្ញាក់ព្រឺដោយសារទឹករាក់មែនទេពេលរបស់ខ្ញុំបញ្ចាំងចុះបាតសមុទ្រហើយអណ្ដើកសមុទ្រនៅពេលយប់ភ្នែកវាក៏មិនសូវល្អដែរស្រាប់តែហែមកចំពីមុខខ្ញុំស្ទើរតែបុកគ្នាទៅហើយវ៉ាវអណ្ដើកសមុទ្រធំណាស់យ៉ាងហោចណាស់ក៏ជាង50គីឡូដែរអូខេអ្នកទាំងអស់គ្នាខ្ញុំទើបតែមួយផ្លែតសោះចាប់បានបង្កង5មួយហើយដូច្នេះខ្ញុំចាប់យកមួយនៅខាងមុខនេះទៀតហើយក៏បញ្ឈប់ការងារយប់នេះបំរុងចំណាយពេល2ម៉ោងមិននឹកស្មានថាចំណាយពេលត្រឹមតែ1ម៉ោងមួយទៀតហើយអូខេអ្នកទាំងអស់គ្នាយើងត្រឡប់ទៅវិញហើយចាប់បានច្រើនណាស់អូមើលអុកឡើងទុកត្រង់នេះអុកងាយស្រួលណាស់នៅទីនេះងាយស្រួលណាស់ហើយថ្ងៃនេះអាកាសធាតុក៏ល្អណាស់ដែរស្ងប់ស្ងាត់ល្អស្ងប់ស្ងាត់ល្អណាស់អូខេអ្នកទាំងអស់គ្នាយើងបានឡើងកោះហើយមកមើលលទ្ធផលយប់នេះខ្ញុំមិនចង់និយាយទេបង្កងច្រើនណាស់គ្មានត្រីសំបីតែមួយក្បាលបង្កង4ក្បាលដែលខ្ញុំកាន់នៅនឹងដៃនេះគឺធំជាងគេមួយក្បាលប្រហែលជាង1គីឡូខ្ញុំក៏ខានចាប់បង្កងស្បែកជើងយូរហើយដែរយប់នេះពិតជាសំណាងធំមែនការប្រមូលផលមើលត្រឹមនេះសិនចុះខ្ញុំត្រូវទៅបដូរសម្លៀកបំពាក់ចាប់បង្កងរួចក៏រៀងហត់បន្តិចដែរគេងសិនហើយជួបគ្នាថ្ងៃស្អែកមិត្ត
អរុនសួស្ដីអ្នកទាំងអស់គ្នាឥឡូវនេះមកធ្វើអាហារពេលព្រឹករបស់យើងបង្កង3ក្បាលនោះបុកនឹងបង្កងស្បែកជើងមួយនេះថ្ងៃនេះយើងប្រើគ្រឿងបង្កងតូចមកធ្វើបង្កងធំចាំមើលថារសជាតិយ៉ាងម៉េចដាក់ខ្ទះចាក់ប្រេងអ្នកទាំងអស់គ្នាបាននិយាយទៅប្រកាសជាមិនជឿទេគ្រឿងទេសមួយកញ្ចប់នេះធម្មតាខ្ញុំមិនដាច់ចិត្តយកមកញ៉ាំទេថ្ងៃនេះដោយសារតែត្រូវថតវីដេអូទើបគ្មានជម្រើសព្រោះហេវ៉ាន់យើងមានច្រើនពេកដូច្នេះគ្រឿងទេសធម្មតាមិនសូវបានយកមកទេជាទូទៅមិនយកមកញ៉ាំទេឆ្អិននៅចាំខ្ញុំមើលបន្តិចវ៉ាវឆ្អិនហើយតោះចាប់ផ្ដើមញ៉ាំប្រធានទុកនឹងអ្នកផ្សេងទៀតពួកគេមិនចេះញ៉ាំហិតទេដូច្នេះមិត្តភ័ក្តិផ្សេងទៀតមិនញ៉ាំទេខ្ញុំទាញប្រធានទុកមកត្រូវតែឲ្យគាត់ភ្លុកបន្តិចមួយចង្កាក់6សែនចាប់ផ្ដើមឆ្ងាញ់មិនដឹងថាប្រធានទុកញ៉ាំឆ្ងាញ់មែនឬឆ្ងាញ់คล้ายៗទេប៉ុន្តែសម្រាប់ខ្ញុំមានគ្រឿងទេសនេះជួយបន្ថែមមិនឆ្ងាញ់ក៏មិនបានដែរខ្ញុំកន្លះខែហើយមិនបានញ៉ាំខ្ញីខ្ទឹមបារាំងខ្ទឹមធនធាននៅទីនេះពិតជាខ្វះខាតណាស់មានគ្រឿងទេសនេះពិតជាដូចចូលឆ្នាំអីចឹងអូយមូសច្រើនណាស់ហឹមមិនអីទេគ្មានទេពេលព្រឹកមូសច្រើនណាស់ម៉ែឲ្យប្រញាប់ញ៉ាំទៅអ្នកទាំងអស់គ្នាខ្ញុំរៀនធ្វើអ្វីដែលធ្លាក់ពីលើមេឃធ្លាក់លើដីមិនរៀនទៀតទេអូខេការរុករវ៉ានូអាទូភាគទី4ត្រឹមនេះសិនចុះមិត្តដែលចូលចិត្តខ្ញុំកុំភ្លេចជួយចុច like subscribe និង comments ផងលាហើយ